នៅក្នុងកំឡុងឆ្នាំ2010ជាងណាអ្នកទាំងអស់គ្នាប្រហែលជាឃើញថាវិស័យ K-pop ត្រូវបានវាលោកដោយកម្មវិធីប្រកួតប្រជែងសមត្ថភាពឬក៏គេហៅថា Survival Shows ដើម្បីបង្កើតក្រុមចម្រៀង K-pop ថ្មីប៉ុន្តែនៅក្នុងចំណោមកម្មវិធីទាំងអស់ហ្នឹងមានកម្មវិធីមួយដែលមានភាពលេចធ្លោហើយនៅទទួលបានការចាប់អារម្មណ៍ច្រើនខ្លាំងមែនទែនពីមហាជនគឺកម្មវិធី Produce 101 Produce 101គឺជាកម្មវិធីប្រកួតប្រជែងសមត្ថភាពដើម្បីបង្កើតក្រុមនារីខ្នាតធំមួយផលិតដោយ CJ E&M ហើយនិង Signal Entertainment Group សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Mnet កម្មវិធីនេះមានការចូលរួមប្រកួតប្រជែងពីបេក្ខភាពចំនួន101នាក់មកពី46ផលិតកម្មខុសៗគ្នាទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយអីដែលធ្វើឲ្យកម្មវិធីនេះខុសប្លែកពីគេហើយនឹងតាក់ទាញចំណាប់អារម្មណ៍ពីមហាជនណាទាំងការជ្រើសរើសអ្នកឈ្នះឲ្យចូលជាសមាជិកក្រុមថ្មីនេះទាំង concept ក្រុមទាំងចម្រៀងហើយនិងឈ្មោះរបស់ក្រុមគឺទស្សនិកជនជាអ្នកបោះឆ្នោតសម្រាប់ទាំងអស់ក្រោយចប់កម្មវិធីនេះក្រុមដែលមានសមាជិក11នាក់នឹងចេញចម្រៀងហើយនឹងឃោសនាជាមួយគ្នារយៈពេល1ឆ្នាំក្រោមផលិតកម្ម Stone Music Entertainment ហើយក្រោយចប់កុងត្រាពួកគាត់អាចបន្តសកម្មភាពរៀងៗខ្លួនតាមផលិតកម្មដើមរបស់ពួកគាត់ហើយជាមួយនឹងភាពជោគជ័យរបស់កម្មវិធី Produce 101 នេះយើងបានឃើញការកកើតក្រុមបដោះអាសន្នជាច្រើនក្រោយពីនឹងមកចុះមកដល់សប្តាហ៍ថ្ងៃសមាជិកក្រុមពីកម្មវិធីមួយនេះទៅដល់ណាអស់ហើយមានស្នាដៃអីគេខ្លះហើយតើមានរឿងអីកើតឡើងទៅលើសមាជិកក្រុមនេះបានជាមួយរយៈក្រោយនៅពេលដែលយើងមើលទៅតាមអ៊ីនធឺណិតណាឲ្យតែនិយាយតាក់ទងជាមួយក្រុមនេះហើយយើងតែងតែឃើញមានពាក្យ IOI curse មករហូតអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះខ្ញុំជេសិននឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើមានអីកើតឡើងទៅលើក្រុម IOI IOI ដែលមានពាក្យពេញថា Ideal of Idol គឺជាក្រុមសមាជិក11នាក់ដែលត្រូវបានជ្រើសរើសតាមរយៈកម្មវិធី Produce 101ហើយសមាជិកទាំង11នាក់ចុងក្រោយដែលគេបានជ្រើសរើសហ្នឹងមានដូចជាយុនចុងមកពី Starship Entertainment ណាយ៉ុងហើយនិង Kyokyun មកពី Pledis Entertainment មីណាហើយនិង Sejong មកពី Jellyfish ដូយុនហើយនិង Yu Jong មកពី Fantagio Chaeyeon មកពី MBK Entertainment Soye មកពី Redline ឆុងអាមកពី M&H ហើយនិង Sonmi មកពី JYP Entertainment ដំបូងឡើយគេក្រុង debut ក្រុម IOI នេះនៅដើមខែមេសាឆ្នាំ2016ជាមួយនឹងបទ Crush ដែលពួកគាត់បានសម្ដែងនៅក្នុងវគ្គប្រែកប្រត់របស់កម្មវិធី Produce 101 នឹងប៉ុន្តែផលិតកម្ម YMC Entertainment ហើយនិង Mnet បានពន្យាពេល debut របស់ក្រុមនេះដើម្បីរៀបចំ concept ក្បាច់រាំហើយនិងចម្រៀងថ្មីសម្រាប់ការបង្ហាញមុខលើកដំបូងរបស់ក្រុមនៅថ្ងៃទី4ខែឧសភាឆ្នាំ2016 IOI បាន debut ជាផ្លូវការជាមួយនឹង EP ទី1ដែលមានចំណងជើងថា Chrysalis ដែលបានចេញអមជាមួយនឹងបទនាំមុខចង្វាក់បែប Trap Pop Dance ដែលមានចំណងជើងថា Dream Girls បទនាំមុខដែលមានការចូលរួមនិពន្ធប៉ារ៉ូរ៉េតពីសមាជិកណាយ៉ុងហើយនិងយូចុងនេះបានជាប់ចំណាត់ថ្នាក់លេខ9នៅលើតារាង Gaon Digital Chart ហើយនឹងបានខ្ពស់បំផុតនៅលេខ7សម្រាប់ខែឧសភានឹងមួយខែក្រោយមក YMC Entertainment បានប្រកាសថាក្រុមនេះនឹងត្រឡប់មកវិញជាមួយនឹងចម្រៀងថ្មីនៅក្នុងខែសីហាតែមកលើកនេះជាលក្ខណៈ Sub Unit ដោយសារតែសមាជិក Chaeyeon បានទៅ debut ជាមួយនឹងក្រុម Daya កាលពីឆ្នាំ2015ហើយគាត់ត្រូវបានដកខ្លួនដើម្បីទៅត្រៀម comeback ជាមួយនឹងក្រុមរបស់គាត់Sejong ហើយនិងមីណាក៏ជាប់រវល់ត្រៀមខ្លួន debut នៅក្នុងក្រុម Gugudong ជាមួយនឹងផលិតកម្ម Jellyfish របស់ពួកគាត់ដែរហើយយុនចុងក៏ត្រូវបាន Starship ដាក់គាត់ចូលជាមួយនឹងក្រុម WJSN ឬក៏ Cosmic Girls សម្រាប់ការ comeback លើកទី2របស់ក្រុមនឹងដូចនេះនៅក្នុងខែសីហាឆ្នាំ2016មានតែសមាជិក Nayeon, Chonga, Kyokyung, Soye, Yu Jong, Doyeon ហើយនិង Sonmi ដែលត្រឡប់មកវិញជាមួយនឹងបទនាំមុខ Watermanបទនេះបាន sample ពីបទអង់គ្លេសឆ្នាំ1968ដែលមានចំណងជើងថា What a Man របស់ Linda Lindell ហើយឆុងអាបានចូលរួមបង្កើតក្បាច់រាំសម្រាប់បទនេះផងដែរជាមួយនឹងចង្វាក់ភ្លេង lyrics ហើយនឹងក្បាច់រាំដ៏ catchy មួយនេះបាននាំឲ្យបទនេះឡើងទៅដល់ចំណាត់ថ្នាក់លេខ2នៅលើតារាង Gaon Digital Chart ហើយនិង Gaon Album Chart ហើយថែមទាំងបាននាំពាន music shows ឲ្យក្រុមនេះចំនួន4ផងដែរបន្ទាប់មកនៅក្នុងខែតុលា IOI បានត្រឡប់មកវិញជាសមាជិក11នាក់ជាមួយនឹងការចេញ EP បន្ទាប់ចំណងជើង Miss Me ហើយនឹងមានបទនាំមុខដែលនិពន្ធដោយJYP ផ្ទាល់គឺបទ Very 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 ជាមួយនឹងចង្វាក់ភ្លេងដែលមានចំនួន206 beats per minute បទដ៏ energetic នេះគឺជាបទដែលមានចង្វាក់លឿនជាងគេដែល JYP បានផលិតហើយការត្រឡប់មកវិញលើកនេះរបស់ IOI ទទួលបានភាពជោគជ័យច្រើនជាងមុនទៀតដោយសារតែបទនេះបានឡើងដល់កំពូលតារាងចម្រៀង Gaon Digital Chart នៅពេលចេញហើយនឹងបាននាំពាន music show ឲ្យក្រុមនេះបន្ថែមចំនួន2ទៀតតែដោយសារតែកងត្រានៃក្រុមបដោះអាសន្ននេះមានសុពលភាពត្រឹមតែ1ឆ្នាំដូចនេះ IOI បានប្រកាសថាក្រុមនេះនឹងរំសាយក្រុមនៅក្នុងថ្ងៃទី31ខែមករា2017តែមុននឹងរំសាយក្រុម IOI បានធ្វើការប្រគំតន្ត្រីជាលើកចុងក្រោយសម្រាប់ក្រុមនេះនៅក្នុងថ្ងៃទី20ដល់22ខែមករាជាមួយនឹង Time Slip IOI
បទ Downpour ដែលនិពន្ធនិងសហការផលិតដោយ Uzi នៃក្រុម Seventeen ត្រូវបានចេញជាបទចុងក្រោយគេសម្រាប់ក្រុមមុននឹង disband នៅក្នុងថ្ងៃទី17ខែមករាឆ្នាំ2017ហើយដោយដឹងអញ្ចឹងថាក្រោយរំសាយក្រុមសមាជិកទាំងអស់ត្រូវបានត្រឡប់ទៅផលិតកម្មដើមរៀងៗខ្លួនវិញហើយ debut ទៅតាមក្រុមរបស់ផលិតកម្មរបស់ពួកគាត់ហើយយើងទាំងអស់គ្នាប្រកាសជារំពឹងទុកថាអ្នកគាំទ្រក្រុមនេះនឹងបន្តទៅគាំទ្រក្រុមផ្សេងៗរបស់សមាជិកទាំងអស់ដែរប៉ុន្តែដូចដែលយើងបានឃើញកន្លងមកអញ្ចឹងថាអតីតសមាជិកក្រុមនេះជាច្រើនណាអត់សូវមានសកម្មភាពហើយអត់ត្រូវបានគេគ្រប់គ្រងត្រឹមត្រូវហើយអត់សូវទទួលបានភាពជោគជ័យដោយការនៅជាក្រុម IOI ទេដល់ពេលអញ្ចឹងទៅអ្នកគាំទ្រហើយនឹង netizen ណាបានគិតថាក្រុមនេះមានត្រូវ curse ឬក៏សំណាងមិនល្អទៅតាមសមាជិកក្រុមទាំងអស់អញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាថាតើសមាជិកក្រុមទាំងអស់ហ្នឹងទៅដល់ណាហើយថា curse ហ្នឹងពិតជាមានមែនឬក៏អត់យើងឃើញថា Chaeyeon ត្រឡប់ទៅក្រុម Daya របស់គាត់វិញដែលបានបង្កើតឡើងកាលពីឆ្នាំ2015ហ្នឹងក្រុមនេះមានការចេញចម្រៀង consistent គ្នាបានល្អដែរឈានទៅដល់ការឈ្នះពាន music show ឲ្យក្រុមនេះជាមួយនឹងបទ Woo Woo នៅក្នុងឆ្នាំ2018ដែរតែក្រោយមកទៀតយើងឃើញថាក្រុមនេះដូចអត់មានទៅមុខសោះហ្មងទាំងការលក់ទាំង chart performances គឺធ្លាក់ចុះមករហូតដល់ឆ្នាំ2022យើងឃើញក្រុមនេះបានចេញចម្រៀងចុងក្រោយរបស់ក្រុមក្រោមផលិតកម្មមុននឹងសមាជិកទាំងអស់ផុតកុងត្រាសេចុងហើយនឹងមីណាបានបន្តសកម្មភាពជាមួយនឹងសមាជិក9នាក់ទៀតរបស់ Gugudong របស់ផលិតកម្ម Jellyfish សមត្ថភាពក្រុមនេះត្រូវបានមហាជនមើលរំលងច្រើនខ្លាំងមែនទែនហ្មងហើយបើទោះបីជាអាល់ប៊ុមរបស់ក្រុមនេះបានឡើងដល់ចំណាត់ថ្នាក់ខ្ពស់បំផុតលេខ2លេខ3នៅពេល debut មែនប៉ុន្តែបទនាំមុខអត់ដែលបានឡើងដល់ top 10 លើតារាងទេហើយនៅពេលដែលចេញក្រោយៗមកទៀតអត់បានបង្ហាញខ្លួននៅលើតារាងទាំងស្រុងតែម្ដងរហូតដល់ចុងខែធ្នូឆ្នាំ2020ក្រុមនេះបានរំសាយក្រុមជាផ្លូវការទាំងអត់ទាន់បានទទួលបានពាន music show សូម្បីតែមួយបាននិយាយពីក្រុមរបស់ Nayeon ហើយនឹង Kyohyun វិញគឺ Pristine របស់ផលិតកម្ម Pledis វាកាន់តែពិបាកទទួលយកទៀតដោយសារតែក្រុមនេះអាចនិយាយបានថាជាក្រុមមួយដែលមាន potential និងមើលទៅទំនងទទួលបានភាពជោគជ័យជាងគេនៅក្នុងចំណោមក្រុមរបស់សមាជិកចេញពីកម្មវិធី produce នឹង Pristine debut នៅក្នុងឆ្នាំ2017ជាក្រុមសមាជិក10នាក់debut អត់តាមមួយឆ្នាំផងក្រុមនេះទទួលបានពាន Rookie ពីកម្មវិធីចំនួន3បាត់ទៅហើយមានទាំង Rookie Award ពី Asia Artist Award Best New Female Artist ពី Mama ហើយនិង New Artist Award របស់ Seoul Music Awards ទៀតឆ្នេះអញ្ចឹងមែនប៉ុន្តែ Pledis អត់មានជ្រុំជ្រែងឲ្យក្រុមនេះទៅមុខបន្ថែមទៀតទេនៅក្នុងឆ្នាំ2018ក្រុមនេះចេញចម្រៀងថ្មីបានតែម្ដងឯគត់ហើយជាចម្រៀងរបស់ Sub Unit ទៀតហើយមកដល់ខែឧសភាឆ្នាំ2019 Pristine បានប្រកាសការរំសាយក្រុមដែលមានសមាជិកចំនួន7នាក់ចាក់ចេញពីផលិតកម្មនេះហ្មងអញ្ចឹងទៅអ្នកទាំងអស់គ្នាគួរតែយល់ថាតើជាកំហុសរបស់ណាគេក្រោយ IOI Doyeon ហើយនឹង Yujong បាន debut នៅក្នុងក្រុមសមាជិក8នាក់របស់ផលិតកម្ម Fantasio ដែលមានឈ្មោះថា Wiki Miki នៅក្នុងខែសីហាឆ្នាំ2017ដំបូងឡើយគេឃើញថាក្រុមនេះទទួលបានការគាំទ្រគួរសមដែរដោយយើងឃើញមានការចេញចម្រៀងជាបន្តបន្ទាប់ជាប់គ្នាតែក្រោយបាន5 EP ហើយនិង2 single album មក Wiki Miki បាន disband នៅក្នុងខែសីហាឆ្នាំ2024ថ្មីនេះបន្ទាប់មកយើងមានយុនចុងដែលបាន debut ជាមួយនឹងក្រុមសមាជិក13នាក់របស់ Starship Entertainment គឺ WJSN ឬក៏ Cosmic Girls នៅក្នុងឆ្នាំ2016ទោះបីជាក្រុមនេះមានភាពរអាក់រអួលជាមួយនឹងការផ្លាស់ប្ដូរ line up របស់ក្រុមមានបញ្ហាតាក់ទងជាមួយនឹងសមាជិកក្រុមជនជាតិចិនអីអស់ហ្នឹងតែក្រុមនេះទទួលបានការគាំទ្រច្រើនគួរសមដែរព្រោះគាត់មានការចេញចម្រៀងរាល់ឆ្នាំមានទាំងការចេញ studio album ទៀតទទួលបានពាន music show ផងឈ្នះពានពីកម្មវិធី award show ផងដែរប៉ុន្តែមកដល់មួយរយៈក្នុងឆ្នាំ2020ជាងនេះគេលែងសូវឃើញសកម្មភាពរបស់ក្រុមនេះនៅក្នុងវិស័យ K-pop អីដោយការបង្ហាញខ្លួនចុងក្រោយគេរបស់ក្រុមនេះគឺនៅពេលដែលពួកគាត់ចូលប្រកួតនៅក្នុងកម្មវិធី Queendom Season 2 របស់ Mnet ហើយក៏ជាក្រុមដែលឈ្នះនៅក្នុងវគ្គផ្ដាច់ព្រាត់ហ្នឹងហើយបាន comeback ជាមួយនឹង single album មួយហើយក៏បានស្ងាត់មកដល់ឥឡូវដែលអត់មានដំណឹងនៅក្នុងការ comeback អីទាល់តែសោះហ្មងងាកមកមើលសមាជិកក្រុម IOI ដែលចាប់អាជីពជា solo artist វិញយើងឃើញ Soye បានបង្កើតផលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ2016ហើយថែមទាំងបានបើកហាងកាហ្វេមួយផងដែរក្រោយមកនៅក្នុងឆ្នាំ2017គាត់ក៏បាន debut ជាតារាសម្ដែងនៅក្នុង web drama រឿង Poetry Story ហើយក៏បានបន្តសម្ដែងរហូតមកដល់បច្ចុប្បន្នក្រោយបញ្ចប់សកម្មភាពរបស់ IOI សូមីបានបន្តស្ថិតនៅក្នុងក្រោមផលិតកម្ម JYP មាន fan ជាច្រើនទន្ទឹងរង់ចាំមើលថាគាត់នឹងចូលក្រុមណារបស់ JYP ហ្នឹង
តែចាំយូរទៅចេះតែយូរទៅរហូតដល់ខែសីហាឆ្នាំ2018គេបានប្រកាសថាគាត់បានបញ្ចប់កុងត្រារបស់គាត់ជាមួយនឹង JYP Entertainment ហើយមួយខែក្រោយមកសូមីបានចុះកុងត្រាចូលទៅក្នុងផលិតកម្ម The Black Label ហើយក៏បាន debut ជាតារាចម្រៀងទល់នៅក្នុងខែកុម្ភៈឆ្នាំ2019ហ្នឹងឆុងណាវិញចាប់ពី IOI ភ្លាម debut ជាតារាចម្រៀងទល់ភ្លាមជាមួយនឹង debut EP របស់គាត់នៅក្នុងខែមិថុនាឆ្នាំ2017ហើយបន្តចេញចម្រៀងរហូតមកដល់សប្តាហ៍ថ្ងៃដែលទទួលបានការគាំទ្រខ្លាំងមែនទែនគឺថា hits after hits ហ្មងនិយាយទៅមកសមាជិកក្រុម IOI ទាំងអស់អត់មានអាគេ expect ថាឆុងណានឹងទទួលបានភាពជោគជ័យខ្លាំងជាងគេអញ្ចឹងទេប៉ុន្តែដោយសារតែវីដេអូនេះខ្ញុំចង់ focus ទៅលើសមាជិកក្រុមជារួមហ្មងអញ្ចឹងទៅខ្ញុំនឹងនិយាយអំពីគាត់ហើយនឹងសូមីនៅក្នុង future video in more detail ជាងនឹងទៀតអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ចង់ឲ្យរំលងវីដេអូនឹងទេកុំភ្លេច like page ឬក៏ subscribe ខ្ញុំផង so yeah វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាខ្ញុំខ្វះខាតចំណុចថងណាមួយកុំភ្លេចជួយបំពេញបន្ថែមនៅក្នុង comment ខាងក្រោមផងហើយ yeah បើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយ like share subscribe like page Facebook ខ្ញុំ follow ខ្ញុំនៅលើ TikTok ហើយនិង IG ផងហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកនរគ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណ bye bye